ចាសសូមជម្រាបសួរក៏ដូចជាសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាសូមស្វាគមន៍កម្មវិធីសិក្សាពីចម្ងាយជួបជាមួយអ្នកគ្រូឈ្មោះរ៉ារំភួនជាគ្រូបង្រៀនឯកទេសផានដីវិទ្យានិងបរិស្ថានមកពីវិទ្យាល័យព្រះศรีសុវត្ថិក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីចានេះគឺជាវីដេអូខ្លឹមសារមេរៀនផានដីថ្នាក់ទី11ចាដែលអ្នកគ្រូដកស្រង់ចេញមកពីជំពូកទី4មេរៀនទី3ប្រវត្តិនៃការប្រែប្រួលបរិស្ថានលើភពផែនដីចាហើយចំពោះខ្លឹមសារអ្នកគ្រូនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីធរណីកាលនៅលើភពផែនដី ហើយគោលបំណងនៅក្នុងការលើកយកខ្លឹមសារវីដេអូនេះឡើងគឺអ្នកគ្រូចង់ឲ្យបងប្អូនទាំងអស់គ្នាទី1គឺអាចរៀបរាប់ពីកំណត់ត្រានៅក្នុងសាលាបានត្រឹមត្រូវទី2គឺបងប្អូនអាចបញ្យល់ពីប្រវត្តិភពផែនដីនិងធរណីកាលភពផែនដីរបស់យើងបានច្បាស់លាស់និងចុងក្រោយគឺចង់ឲ្យបងប្អូនទាំងអស់គ្នាចេះស្វែងយល់អំពីការប្រែប្រួលភពផែនដីរបស់យើងកាលពីកកាលដំបូងរហូតមកដល់បច្ចុប្បន្ននឹងផងដែរចា៎ តោះអញ្ចឹងដំបូងអ្នកគ្រូចង់ឲ្យបងប្អូនទាំងអស់គ្នាស្គាល់ Fossil បន្តិចសិនថាតើ Fossil ជាអ្វីចា៎អញ្ចឹងដោយផ្អែកទៅលើរូបភាពដែលអ្នកគ្រូបានបង្ហាញបងប្អូនទាំងអស់គ្នាប្រកាសជាអាចទាញនិយមន័យ Fossil បានខ្លះហើយចា៎បងប្អូនអាចយល់បានហើយថា Fossil នឹងមានន័យដូចម្ដេចផងដែរចា៎អញ្ចឹងពាក្យថា Fossil គឺជាសំណល់ចាឬក៏ជាសាកសពបុរេសារពាង្គកាយដែលមានដូចជាសត្វនិងរុក្ខជាតិដែលបានស្លាប់ហើយវាចាក់ពុំនៅក្នុងសិលាហើយវាកប់នៅក្នុងសំបកផែនដីរបស់យើងកាលពីរាប់លានឆ្នាំមុនចានេះនៅពេលដែលនេះមិនមែនជាគ្រោងឆ្អឹងដែលនៅសល់ទេណានេះគឺជារូបភាពដែលសត្វឬក៏រុក្ខជាតិហ្នឹងវាបានចាក់ពុំនៅក្នុងសិលាទេដែលរូបភាពដើមឆ្អឹងដើមរបស់វាហ្នឹងគឺវារលាយបាត់បង់នៅលើផែនដីយើងអស់ទៅហើយចាវាអត់អាចនៅសេសសល់បានទេដោយសារអីនៅលើភពផែនដីយើងហ្នឹងគឺមានកម្លាំងទំនាញមានកត្តាអាកាសធាតុដែលធ្វើឲ្យគ្រប់រូបធាតុទាំងអស់ហ្នឹងមានការពុកផុយសក់រិចរិលវាមានការប្រែប្រួលអត់ដូចនៅព្រះច័ន្ទទេណាបើព្រះច័ន្ទអត់មានបរិយាកាសសណ្ឋានដីរូបរាងកាលពេលកើតដំបូងមកដល់ឥឡូវមិនសូវជាខុសគ្នាប៉ុន្មានទេប៉ុន្តែដោយសារផែនដីយើងមានការវិវត្តមានការប្រែប្រួលយើងមានបរិយាកាសយើងមានទឹកមានដីមានអាកាសធាតុមានកត្តាជាច្រើនផ្សេងទៀតដែលធ្វើឲ្យរូបធាតុទាំងអស់ហ្នឹងមានការពុកផុយដល់ពេលចឹងទៅរូបភាពទាំងអស់ហ្នឹងវាបន្សល់ទុកមែនតែអ្នកគ្រូសូមបញ្ជាក់ណាវាមិនមែនជាគ្រោងឆ្អឹងទេទាល់តែប្រភេទសត្វធំៗដូចដាយណូស័រអីហ្នឹងវាអាចបន្សល់នៅគ្រោងឆ្អឹងតិចតួចហើយក៏ដូចជារូបរាងរបស់វាហ្នឹងច្បាស់លាស់ចាដល់រូបរាងប្រភេទសត្វតូចៗអីហ្នឹងគឺយើងបាត់បង់អស់ទៅហើយយើងអាចមើលដឹងទេចាហើយពពុះសាកសពសត្វនិងរុក្ខជាតិទាំងអស់នេះវាបានកប់នៅក្នុងសម្បកផែនដីយើងដូចជានៅបាតបឹងបាតទន្លេបាតស្ទឹងបាតសមុទ្រអីចឹងណាហ្នឹងវាអាចនៅបន្សល់នៅរូបរាងវាអាចសល់ច្រើនហើយអានេះគឺបង្ហាញអំពីស្រទាប់របស់ផ្ទៃផែនដីយើងដែលធ្វើការកប់fossil ទាំងអស់ហ្នឹងដោយសារអីជាទូទៅភពផែនដីយើងវាមានការចាក់បង្កនៅសិលាកម្ទេចកំណអីផ្សេងៗដូច្នេះហើយកម្ទេចកំណចេះតែកជាស្រទាប់ទៅវាបណ្ដាលឲ្យសង្កត់ទៅលើក៏ដូចជាផ្ដល់នូវសម្ពាធទៅលើពពុះfossil ទាំងអស់ហ្នឹងចាដល់ពេល fossil ទាំងអស់ហ្នឹងយូរៗទៅវាវត្តទៅជាfossil ឥន្ធនៈទាំងអស់គ្នាចាដែលមានដូចជាប្រេងកាតធ្យូងថ្មស្មានធម្មជាតិហ្នឹងយើងប្រើតាមរយៈពពុះសាកសពសារពាង្គកាយរបស់ភពផែនដីយើងកាលពីសម័យអតីតកាលនឹងឯងចាដូច្នេះការដែលយើងសិក្សាអំពី fossil គឺវាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីឲ្យយើងដឹងfossil នេះយើងមើលពីអាយុកាលថាfossil នេះវាកើតឡើងតាំងពីពេលណាមកអញ្ចឹងដោយផ្អែកទៅលើអាយុកាលរបស់ fossil ទាំងអស់ហ្នឹងក៏យើងអាចដឹងអំពីអាយុកាលរបស់ភពផែនដីព្រមទាំងជីវិតដែលធ្លាប់មាននៅលើភពផែនដីរបស់យើងផងដែរប៉ុន្តែ fossil ទាំងអស់ហ្នឹងបង្ហាញតែប្រភេទសត្វមួយចំនួនដែលមាននៅលើភពផែនដីយើងទេមិនបង្ហាញទាំងស្រុងនោះឡើយដោយសារយើងឃើញថាអ្វីដែលនៅសេសសល់យើងរកឃើញបានតែប៉ុណ្្នឹងប៉ុន្តែវានឹងអាចមានពួកប្រភេទសត្វរុក្ខជាតិផ្សេងៗលើសពីនឹងទៅទៀតចា៎អញ្ចឹងចំពោះការកត់ត្រានៅក្នុងសិលាគេឃើញថាfossil គឺមានច្រើនចាដូចជាពពួកសត្វរុក្ខជាតិអីផ្សេងៗឬក៏ដានជើងសត្វធំៗដូចជាពពួក Dinosaur ណាចា Dinosaur គឺរូបរាងវាធំៗហើយ fossil ទាំងអស់នេះភាគច្រើនគេប្រទះឃើញនៅក្នុងសិលាកម្ទេចកំណល់ចាសិលាមាន3ប្រភេទធំៗមានសិលាកម្ទេចកំណល់សិលាម៉ាក់ម៉ានិងប្រែកំណើតបើម៉ាក់ម៉ាប្រែកំណើតយើងមិនសូវជារកឃើញសាកសពសារពាង្គកាយឬក៏ពពុះ fossil អីនៅក្នុងនោះទេដោយសារម៉ាក់ម៉ាវាមានកម្ដៅនិងសម្ពាធខ្លាំងដូច្នេះវានឹងដុតរំលាយសាកសពទាំងអស់ហ្នឹងអស់ហើយអញ្ចឹងវាមិនអាចឲ្យយើងនៅសេសសល់ភស្តុតាងអ្វីនោះទេហើយចំពោះប្រែកំណើតក៏ដូចគ្នាវាប្រែបំលែងទៅជាអ្វីមួយផ្សេងទៀតដូច្នេះហើយយើងក៏ពិបាកនៅក្នុងការសង្កេតមើលដែរប៉ុន្តែក្នុងចំណោមសិលាទាំង3សិលាកម្ទេចកំណល់មានតែ5%តែប៉ុណ្ណោះ
ប៉ុន្តែ5% នៃសាលាកម្ទេចកំណត់ត្រូវបានយើងរកឃើញភស្តុតាង fossil ទាំងអស់ហ្នឹងរហូតដល់ទៅ 75% ចា៎បងប្អូនយល់ទេចា៎សាលាភស្តុតាង fossil ហ្នឹងភាគច្រើនយើងរកឃើញនៅក្នុងសាលាកម្ទេចកំណត់ 75% អញ្ចឹងមានន័យថា 25% ទៀតយើងអាចរកឃើញនៅក្នុងសាលាម៉ាក់ម៉ានិងប្រែកំណើតប៉ុន្តែបើយើងប្រៀបធៀបបរិមាណឬក៏ចំនួននៃសាលាកម្ទេចកំណត់ធៀបជាមួយនឹងប្រភេទសាលាទាំង3ហ្នឹងណាគឺកម្ទេចកំណត់មានត្រឹមតែ 5% តែប៉ុណ្ណោះគឺមានតិចតួចទេហើយមូលហេតុដែលសាលាកម្ទេចកំណត់ធ្វើឲ្យយើងអាចនៅតែឃើញភស្តុតាង fossil ទាំងអស់ហ្នឹងគឺដោយសារកម្ទេចកំណត់គឺសាលាហ្នឹងវាមានការពុកផុយអញ្ចឹងវានៅសល់កម្ទេចកំទីវានៅសល់សាកសពវានៅសល់ស្លាកស្នាមរូបភាពសាកសពសត្វរុក្ខជាតិដែលបានចាក់ពុម្ពនៅក្នុងសាលាទាំងអស់ហ្នឹងណាអញ្ចឹងហើយបានជាយើងអាចរកឃើញ fossil ហ្នឹងភាគច្រើននៅក្នុងសាលាកម្ទេចកំណត់ហើយដំណើរបំលែងអង្គធាតុសរីរាង្គឲ្យទៅជា fossil ដោយសារសារពាង្គកាយដែលកប់នៅក្នុងកម្ទេចកំណត់វាមាននៅបាតទឹកចាបាតផ្ទៃទឹកដូចជាបឹងទន្លេស្ទឹងអញ្ចឹងកម្ទេចកំណត់ហ្នឹងនៅពេលដែលឆ្អឹងរបស់វាហ្នឹងពុកផុយទៅអស់សារធាតុខាងនេះដែលនៅក្នុងទឹកហ្នឹងឬក៏កម្ទេចកំណត់នៅក្នុងទឹកហ្នឹងវាមកចាក់បំពេញចាវាមកចាក់បំពេញកំហុងនៃសាកសពទាំងអស់ហ្នឹងណាបន្ទាប់មកនេះផ្នែកដែលទន់ទទួលរងនឹងការពុកផុយនិងផ្នែកដែលរឹងដូចជាសម្បកនិងឆ្អឹងជាដើមហ្នឹងបានបង្កើតទៅជា fossil នៅក្នុងសិលាជាលទ្ធផលផ្នែករឹងនៃសារពាង្គកាយដែលបានคล้ายទៅជាសិលាកម្ទេចកំណត់បន្តិចម្ដងបានន័យថារូបរាងដើមឆ្អឹងអីហ្នឹងគឺវាពុកផុយអស់ហើយប៉ុន្តែនៅពេលដែលរូបភាពពពួកសាកសពទាំងអស់ហ្នឹងវាបានចាក់ពុម្ពនៅក្នុងសិលានៅក្នុងទឹកវាមានកម្ទេចកំណត់វាមកចាក់បង្កបំពេញពុម្ពរបស់សាកសពសត្វនិងរុក្ខជាតិទាំងអស់ហ្នឹងដល់ពេលកម្ទេចកំណត់ហ្នឹងយូរៗទៅវាវិវត្តคล้ายទៅជាសាលាកម្ទេចកំណត់ចាដោយសារដីយូរៗទៅវាវិវត្តคล้ายទៅជាសាលាហើយដល់ពេលសាលាយូរៗវាវិវត្តទៅជាដីវិញអាហ្នឹងជាវដ្តរបស់សាលាគឺបែបហ្នឹងចាដូច្នេះរាប់លានឆ្នាំទៅវាបង្កើតបានទៅជាសាលាកម្ទេចកំណត់ដែលផ្គុំឡើងជារូបរាងសត្វឬក៏រុក្ខជាតិដែលយើងហៅថា fossil ទាំងអស់ហ្នឹងឯងចាចំពោះសត្វវិទ្យាគឺជាការសិក្សាពីស្រទាប់សិលាលក្ខណៈអាយុនិងទំនាក់ទំនងទៅនឹងស្រទាប់សិលាផ្សេងទៀតស្រទាប់វិទ្យាហ្នឹងគឺត្រូវបានសិក្សាថាបើសិនជាស្រទាប់សិលាហ្នឹងរកឃើញពពួក fossil ប្រភេទហ្នឹងតាមមកស្រទាប់ទេអញ្ចឹងបានន័យថាអាយុខ្លីប្រភេទសត្វឬរុក្ខជាតិហ្នឹងប៉ុន្តែបើសិនជាច្រើនស្រទាប់ហ្នឹងមានសុទ្ធតែសាកសពរបស់សត្វប្រភេទហ្នឹងគឺបានន័យថាសត្វហ្នឹងវាអាចរស់នៅលើភពផែនដីយើងបានយូរចាអាហ្នឹងជាការសិក្សាអំពីស្រទាប់វិទ្យាចានេះយើងឃើញទេ fossil ខ្លះអាចលេចឡើងនៅក្នុងស្រទាប់សិលាជាច្រើនអញ្ចឹងបានន័យថាវាមានអាយុកាលវែងនៅលើភពផែនដីប៉ុន្តែខ្លះទៅក៏មានតិចតួចប៉ុណ្ណោះនៅក្នុងស្រទាប់សិលាតែមួយហើយ fossil ដែលរកឃើញនៅក្នុងស្រទាប់សិលាតែមួយគឺជាភស្តុតាងនៃសារពាង្គកាយដែលបានរស់នៅលើភពផែនដីយើងក្នុងរយៈពេលខ្លីមុននឹងវាវិនាសសាបសូន្យនៅលើភពផែនដីរបស់យើងដែលយើងហៅថាសន្ទស្ស fossil សន្ទស្ស fossil ហ្នឹងគឺជាសន្ទាប់ដែលយើងវាស់វែងមើលថាតើសត្វឬរុក្ខជាតិហ្នឹងវាអាចរស់នៅបានលើភពផែនដីហ្នឹងយូរឬក៏ឆាប់អីចឹងទៅមុននឹងវាស្លាប់បាត់បង់ជីវិតឬក៏ផុតពូជតែម្ដងណាចាហើយនៅសតវត្សទី20អ្នកវិទ្យាសាស្ត្របានប្រើប្រាស់វត្ថុសកម្មសម្រាប់កំណត់អាយុស្រទាប់សិលាចាអញ្ចឹងគេប្រើប្រាស់វិទ្យុសកម្មទំនើបដោយគេដឹងថាវិទ្យុសកម្មពុកផុយនៅអត្រាថេរមួយចាអត្រាថេរទៀងទាត់មួយណាដើម្បីបង្កើតបានទៅជាផលិតផលចុងក្រោយបង្អស់ឧទាហរណ៍អុយរ៉ាញ៉ូមពុកផុយបន្សល់ទុកនៅសំណល់ដែលយើងហៅថាសំណល់ជាផលិតផលចុងក្រោយអានេះខ្ញុំឧទាហរណ៍ណាព្រោះពេលវេលាខ្ញុំមិនដឹងថាវាប្រហែលលានឆ្នាំទេប៉ុន្តែខ្ញុំដឹងថាអុយរ៉ាញ៉ូមក្នុងអំឡុងឆ្នាំប៉ុណ្ណឹងឧទាហរណ៍ណាឧទាហរណ៍ថាក្នុងអំឡុងឆ្នាំ100ឆ្នាំ100លានឆ្នាំឧទាហរណ៍100លានឆ្នាំអុយរ៉ាញ៉ូមនៅពេលដែលវាពុកផុយចំណុចចុងក្រោយរបស់អុយរ៉ាញ៉ូមនោះវាទៅជាសំណល់នៅ100លានឆ្នាំក្រោយចាអញ្ចឹងនេះវាបានទៅជារង្វាស់មួយសម្រាប់ធ្វើការវាស់វែងប្រៀបធៀបជាមួយនឹងសាកសព fossil ផ្សេងៗទៀតយើងមកមើលថាតើនៅពេលដែលយើងប្រើជាតិវិទ្យុសកម្មមើលទៅលើfossil ទាំងអស់ហ្នឹងតើវាមកដល់ចំណុចណាចាវាមកដល់ចំណុចណាមួយនៅក្នុងក្រាបដែលយើងបង្ហាញពីកំណត់ត្រាអាយុរបស់អុយរ៉ាញ៉ូមនៅពេលដែលវាពុកផុយមកដល់ផលិតផលចុងក្រោយនៃសំណល់ណាអញ្ចឹងបើសិនជាវាមកដល់សំណល់បានន័យថា fossil នេះមានអាយុកាល100លានឆ្នាំតែបើវាមកដល់50%គឺបានន័យថាវាពាក់កណ្ដាលត្រឹមតែ50លានឆ្នាំអញ្ចឹងទៅចាអានេះជាការប្រៀបធៀបមើល
របស់អ្នកវិទ្យាសាស្ត្រដែលគាត់ប្រើប្រាស់បច្ចេកវិទ្យាទំនើបគឺនៅសតវត្សទី20ហ្នឹងដោយប្រើជាតិវិទ្យុសកម្មទាំងអស់ហ្នឹងចា៎ដូច្នេះហើយក៏យើងអាចកំណត់បានអំពីអាយុកាលរបស់ផូស៊ីលនៅក្នុងសាលាយើងបានផងដែរហើយដល់ពេលយើងដឹងពីអាយុកាលរបស់ផូស៊ីលយើងក៏អាចដឹងពីជីវិតនៅលើភពផែនដីរបស់យើងកើតឡើងតាំងពីពេលណាដូចគ្នាចានេះដែលអ្នកគ្រូនិយាយពីសាលាមិញអ្នកគ្រូចង់បង្ហាញរូបភាពឲ្យបងប្អូនមើលណានេះសាលាយើងមាន3ប្រភេទហើយវត្តសាលាគេវិលជុំបែបហ្នឹងណាវាចេញមកពីម៉ាក់ម៉ាទៅកំទេចកំណចេញពីកំទេចកំណទៅប្រែកំណើតចាអញ្ចឹងវាវិលជុំបែបហ្នឹងចាអញ្ចឹងប្រភេទសាលាមេធំៗហ្នឹងមានតែ3ហ្នឹងទេនេះម៉ាក់ម៉ាកំទេចកំណនិងប្រែកំណើតចាអូខេតោះឥឡូវយើងចូលដល់ប្រវត្តិភពផែនដីយើងវិញម្ដងចាយើងដឹងថាផែនដីយើងគឺមានអាយុកាល4600លានឆ្នាំហើយសួរថាហេតុអីយើងដឹងដោយសារអាយុរបស់ផូស៊ីលដែលយើងបានសិក្សាមិញហ្នឹងណាអញ្ចឹងអាយុរបស់ផូស៊ីលដឹងពីអាយុរបស់ផែនដីចាហើយក៏ដឹងពីប្រវត្តិភពផែនដីថាមានសត្វឬក៏រុក្ខជាតិអ្វីខ្លះបានកើតឡើងផងដែរចាអញ្ចឹងនៅពេលដែលផែនដីយើងកកើតដំបូងអត់ទាន់មានជីវិតទេកាលពី4600លានឆ្នាំមុនចានៅពេលនោះគឺមានតែបន្ទោភ្នំភ្លើងការធ្លាក់ឯកផ្កាយនៅពេលនោះអូស្មန်ក៏មិនទាន់មានល្អសម្រាប់ទ្រទ្រង់ជីវិតដែរមានតែអូស្មန်ពុលទេដូចជាមេតានអាម៉ូញ៉ាចាអេលីយ៉ូមនិងអ៊ីដ្រូសែនអីទេចាពេលនោះគឺផែនដីរបស់យើងគឺពោរពេញទៅដោយសីតុណ្ហភាពក្តៅខ្លាំងណាគឺរហូតដល់1000អង្សាសេណោះដល់ពេលការវិវត្តន៍បន្តិចម្ដងរហូតដល់1500លានឆ្នាំភពផែនដីយើងក៏ចាប់ផ្ដើមមានមហាសមុទ្រចាមហាសមុទ្រកើតឡើងនៅចន្លោះពី2000ទៅ3500លានឆ្នាំមុនដោយសារផែនដីយើងចូលត្រជាក់ណាអញ្ចឹងវាទៅជាកើតមានជាចំហាយទឹកធ្លាក់មកជាទឹកភ្លៀងមកលើផ្ទៃផែនដីរបស់យើងដល់ពេលចាប់ផ្ដើមមានមហាសមុទ្របានចាប់ផ្ដើមមានជីវិតក្នុងទឹកជីវិតដំបូងគឺជាបាក់តេរីដែលរស់នៅក្នុងទឹកដោយស្រូបយកតែអឺព្រះអាទិត្យដើម្បីរស់ទេចាធ្វើដោយស្វ័យសំយោគដោយការស្រូបព្រះអាទិត្យទេអញ្ចឹងបាក់តេរីនឹងជាតែបន្តរស់នៅក្នុងមហាសមុទ្ររហូតคล้ายទៅជាវិវត្តទៅជាពពួកសត្វជាច្រើននៅក្នុងមហាសមុទ្រហើយវិវត្តអាសត្វសមុទ្រហ្នឹងមកលើគោកចាមកលើគោកដំបូងអឺជាពពួកសត្វត្រីចាចេញពីសត្វត្រីទៅជាមានរុក្ខជាតិទៅជាមានពពួកល្មូនទៅជាមានពពួកសត្វជើង4អីជាច្រើនបន្តរហូតខ្លាយទៅជាមនុស្សយើងចាអានេះហើយគឺជាប្រវត្តិភពផែនដីរបស់យើងអញ្ចឹងយើងនឹងមើលបន្ថែមទៀតណាប្រវត្តិភពផែនដីរបស់យើងបើសិនជាយើងអាចបើសិនជាយើងធ្វើការបែងចែកទៅតាមធរណីកាលគឺមាន3ធំចាធរណីកាលគឺមាន3ស័ក្តិទី1 Paleozoic ទី2 Mesozoic និងទី3 Cenozoic នេះអឺរ៉ាហ្នឹងគឺស័ក្តិណាចាបន្ទាប់មកស័ក្តិហ្នឹងវាបែងចែកជាកាលសម័យឬក៏សម័យកាល period នេះកាលសម័យហើយ epoch នេះគឺសម័យចាអញ្ចឹងនៅក្នុងស័ក្តិមួយវាអាចបែងចែកជាកាលសម័យហើយកាលសម័យវាអាចបែងចែកជាសម័យទៀតតែសម័យហ្នឹងមានតែនៅក្នុងស័ក្តិទី3ឯងស័ក្តិទី1ស័ក្តិទី2គឺអត់មានទេចាអញ្ចឹងយើងមើលរូបភាពនេះជីវិតលើភពផែនដីយើងកាលពី4600លានឆ្នាំមកអត់ទាន់មានទេដល់ចាប់ផ្ដើមដល់ម្លងពេលជិត570លានឆ្នាំមុនណាជិត600លានឆ្នាំមុនមកទើបចាប់ផ្ដើមមានជីវិតណាចាទើបចាប់ផ្ដើមមានជីវិតបន្តរហូតដល់2225លានឆ្នាំមុនអានេះគឺនៅស័ក្តិទី1ចានេះគឺនៅស័ក្តិទី1ណាអញ្ចឹងនេះជីវិតសត្វខាងនេះជាជីវិតរុក្ខជាតិដែលបានកើតឡើងនៅក្នុងស័ក្តិទី1ចាស័ក្តិទី1គឺយើងអាចនិយាយបានថាជាស័ក្តិអាយុកាលរបស់សត្វត្រីព្រោះពេលនោះសម្បូរត្រីចាព្រោះនៅក្នុងទឹកចាបន្តមកទៀតស័ក្តិទី2នេះ Mesozoic នេះគឺចន្លោះពី225ទៅ65លានឆ្នាំមុនចាហើយនឹងនេះបែងចែកជា3សម័យកាលណាចាហើយនេះមានពពួកល្មូនដែរនេះចាប់ផ្ដើមមាន Dinosaur ហើយរុក្ខជាតិអីក៏ចាប់ផ្ដើមមានច្រើនដែរដល់ពេលស័ក្តិទី3គឺស័ក្តិ Cenozoic ចាប់ពី65លានឆ្នាំមកដល់បច្ចុប្បន្នបែងចែកជា2សម័យកាលហើយបែងចែកទៅជាសម័យ6ជាច្រើនទៀតណាចាំអ្នកគ្រូបង្ហាញបន្ថែមទៀតឲ្យបងប្អូនទាំងអស់គ្នាមើលហើយមនុស្សទៅមាននៅស័ក្តិទី3ណាបងប្អូនគ្នាយើងឃើញមនុស្សយើងទៅលេចឡើងនៅក្នុងស័ក្តិទី3ហ្នឹងទេចាចានេះអ្នកគ្រូបង្ហាញបន្ថែមពីទិន្នន័យសង្ខេបអំពីសម័យកាលនីមួយៗរបស់ភពផែនដីរបស់យើងឬក៏ស័ក្តិនីមួយៗចាអញ្ចឹងធរណីកាលដូចអ្នកគ្រូបញ្ជាក់មិញហ្នឹងគឺបែងចែកជាស័ក្តិហើយស័ក្តិហ្នឹងចែកជាកាលសម័យឬក៏សម័យកាលហើយកាលសម័យហ្នឹងបែងចែកជាសម័យបន្ថែមទៀតចាប៉ុន្តែមុននឹងចូលដល់ស័ក្តិហ្នឹងគឺមានមុនស័ក្តិហ្នឹងទៀតមុនស័ក្តិហ្នឹងដែលយើងហៅថាបុរេកំព្រីយាងចាបុរេកំព្រីយាងនៅពេលហ្នឹងគឺផែនដីរបស់យើងចាប់ផ្ដើមកើតមានឡើងកាលពី4600លានឆ្នាំមុនហើយសមុទ្រដំបូងចាប់ផ្ដើមកកើតកាលពី3800លានឆ្នាំទៅ4000លានឆ្នាំមុនចា
ចាប់ផ្ដើមមានទឹកហើយចាប់ផ្ដើមមានជីវិតចាជីវិតនៅក្នុងទឹកដែលធ្វើរស្មីសំយោគដើម្បីរស់ណាជាពពុះបាក់តេរីហ្នឹងណាបានលេចឡើងនៅអំឡុងពេល3200លានឆ្នាំមុនចាហើយបន្ទាប់មកក៏ចាប់ផ្ដើមមានជីវៈចម្រុះកើតឡើងកាលពីចន្លោះពី600ទៅ500លានឆ្នាំមុនចាចាប់ផ្ដើមមានជីវិតនៅក្នុងទឹកនឹងកើតឡើងណាចាបន្តមកទៀតចូលមកដល់ស័ក្តិទី1ចន្លោះពី570ទៅ255ឬក៏225លានឆ្នាំមុននេះដោយសារឯកសារនិយាយខុសគ្នាណានៅក្នុងសភៅគោលសិក្សាទី11ដាក់255ដល់ពេលរូបភាពដែលអ្នកគ្រូបានបង្ហាញមិញហ្នឹងគឺ225អញ្ចឹងយើងចាត់ទុកថាប្រហែលទៅចោះដោយសារឯកសារគឺប្រភពនៃការស្រាវជ្រាវខុសគ្នាទិន្នន័យវាអាចលៀងគ្នាតិចតួចចាអញ្ចឹងនៅក្នុងសាកប៉ាឡេអូសូអ៊ិកនេះវាមានការសម័យជាមួយចំនួន6ចាមានដូចជាកំព្រីយាងបូរ៉េផ្សេងណាបូរ៉េអាមុនកំព្រីយាងទៀតចាបូរ៉េហើយកំព្រីយាងបូរ៉េកំព្រីយាងហើយកំព្រីយាងចាអូដូស៊ីសៀងចាអូសុំទោសអូដូវីសៀងចាស៊ីឡូយ៉ាងដេម៉ូញ៉ាងហើយនឹងកាបូនេផាយហើយនឹងប៉ែម៉ាញ៉ាងចានេះគឺជាការសម័យរបស់ស័កប៉ាឡេអូសូអ៊ិកឬក៏ស័កទី1នៅពេលនោះចាប់ផ្ដើមមានរុក្ខជាតិហើយគឺពពួករុក្ខជាតិផ្សិតស្លែចាហើយពពួកសត្វឆ្អឹងកងក៏ចាប់ផ្ដើមមានហើយសត្វឥតឆ្អឹងកងអីហ្នឹងក៏ចាប់ផ្ដើមលេចឡើងដែរហើយរុក្ខជាតិនៅលើគោកហ្នឹងគឺចាប់ផ្ដើមកើតមានណាគឺសម្បូរពពួកបណ្ណង្គជាតិចាសម្បូរស៊ីមណូស្ពែមចាអញ្ចឹងរុក្ខជាតិសត្វអីក៏ចាប់ផ្ដើមកើតឡើងហើយសម្បូរជាងគេគឺពពួកសត្វត្រីណាដែលគ្រូបញ្ជាក់មុនហ្នឹងគឺសាកទី1អាចនិយាយបានថាជាសាកអាយុកាលរបស់សត្វត្រីចាដោយសារវាសម្បូរត្រីចាប៉ុន្តែមិនមែនតែមានតែត្រីមួយមុខទេណាគឺមានពពួករុក្ខជាតិពពួកសត្វពពួកអីក៏មានច្រើនដែរចានៅក្នុងយុគសម័យដំបូងហ្នឹងចាប់ផ្ដើមមានលេចឡើងនៅក្នុងសាកនីមួយៗហ្នឹងគឺនៅតាមការសម័យនីមួយៗហ្នឹងគឺចាប់ផ្ដើមលេចឡើងហើយដូចជាសម័យកាបូនីផែនេះកាបូនីផែនេះគឺមានការលេចឡើងនៅពពួកសត្វអីជាច្រើនហើយក៏ចាប់ផ្ដើមធ្វើឲ្យមានបង្កើតជាប៉ង់សៀណាចាប៉ង់សៀគឺនៅក្នុងកាបូនីផែនឹងដែរគឺផ្ទាំងសមុទ្រសំទោសផ្ទាំងទ្វីបទាំងអស់នៅលើផ្ទាំងដីដ៏ធំមួយចាឥឡូវយើងមានទ្វីប7មែនទេតែទ្វីប7ហ្នឹងវាវត្តចេញមកពីប៉ង់សៀនឹងឯងព្រោះទ្វីប7កាលមុនហ្នឹងគឺជាផ្ទាំងដីតែមួយជាមួយគ្នាដោយសារចលនាទ្វីបសាស្ត្រវាធ្វើឲ្យបែកចេញជាទ្វីប7ហ្នឹងហើយរាល់ថ្ងៃហ្នឹងក៏កំពុងតែធ្វើចលនាដែរចាបន្តទៀតគឺសាកទី2មេសូសូអ៊ិកមេសូសូអ៊ិកនេះនៅចន្លោះពី255ដល់65លានឆ្នាំមុននេះសាកទី2សាកទី2នេះបែងចែកទៅជាការសម័យចំនួន3ទី1គឺត្រីយ៉ាសទី2សូរ៉ាស៊ីកទី3ក្រេតាសេប៉ុន្តែសម័យអត់មានទេណាចាសាកទី2យើងអាចនិយាយបានថាជាសាកអាយុកាលរបស់សត្វល្មូនចាដោយសារនៅពេលនោះគឺយើងឃើញថាមានការលេចឡើងនៅពពួកសត្វល្មូនច្រើនជាពិសេសគឺពពួកDinosaur ចា Dinosaur គឺជាប្រភេទសត្វតែមួយគត់ដែលអាចរស់នៅលើភពផែនដីយើងបានយូរជាងគេបង្អស់ដែលយើងហៅថាសក្ខអាយុកាលរបស់សត្វល្មូនដោយសារអត់មានសត្វណាដែលអាចរស់នៅដូចរស់នៅឬក៏គ្រប់គ្រងភពផែនដីយើងបានយូរដូចពពួក Dinosaur ទេ Dinosaur អាចរស់នៅលើភពផែនដីយើងបានជាង100លានឆ្នាំទើបវាស្លាប់ផុតពូជអស់នៅលើភពផែនដីណាចាហើយមិនត្រឹមតែពួកល្មូនទេទៅពេលនោះក៏មានពពួកថលចលឹកនឹងលេចឡើងដែរថលចលឹកនឹងជាពពួកសត្វដែលរស់នៅលើទឹកផងនិងក្នុងគោកផងចាលើគោកនៅក្នុងទឹកបានដូចជាពពួកក្រពើចាពពួកសត្វពស់អង្កែបអីចឹងណាចាហើយ Dinosaur ចាប់ផ្ដើមលេចឡើងចាពពួកសត្វស្លាបអីហ្នឹងក៏ចាប់ផ្ដើមឃើញថាមានច្រើនផងដែរនៅក្នុងសាកទី2ហ្នឹងហើយសាកទី2នេះមកផុតអឺផុតពូជហ្នឹងដោយសារការធ្លាក់ឯផ្កាយអញ្ចឹងជីវិត95%នៅក្នុងសាកទី2នេះត្រូវបានស្លាប់បាត់នៅលើភពផែនដីយើងតែម្ដងអញ្ចឹងសល់តែ5%ណាបន្តរហូតមកដល់សម័យឥឡូវហ្នឹងណាចាចូលដល់សាកទី3សេណូសូអ៊ិកបន្តពីមេសូសូអ៊ិកហ្នឹងគឺចាប់ពី65លានឆ្នាំមកដល់បច្ចុប្បន្នហើយយើងបែងចែកការសម័យជា2គឺតេសារីនិងខ្វាតេណារីចំពោះតេសារីយើងបែងចែកសម័យជា5គឺប៉ាឡេអូសែនអេអូសែនកូលីកូសែនមីអូសែនភ្លីអូសែនចាហើយចំពោះខ្វាតេណារីបែងចែកជា2សម័យគឺភ្លីផ្លេអ៊ីតផ្លេអ៊ីស្តូសែនចានិងហូឡូសែនចាអូឈ្មោះនឹងរៀងនេះពេកហើយចារៀងពិបាកនិយាយតិចហើយចាសូមអធិស្ឋានណាចាអញ្ចឹងចំពោះសាកទី3គឺរៀងប្លែកពីសាកទី1ទី2ដោយសារវាចែកទៅដល់សម័យចា
អាហ្នឹងគឺជាស័ក្តិបច្ចុប្បន្នរបស់យើងឃើញថាបន្តសត្វរុក្ខជាតិហ្នឹងវាមានដូចគ្នាឃើញដាក់សញ្ញាព្រួយហ្នឹងគឺមានថាមានដូចគ្នាណាសញ្ញាព្រួយអស់ហ្នឹងបានន័យថាវាមានដូចគ្នាទេហើយនៅក្នុងនេះចាប់ផ្ដើមវិវត្តហើយជីវៈចម្រុះវាមានកាន់តែច្រើននៅក្នុងស័ក្តិទី3ហ្នឹងហើយហើយនៅពេលនោះផងដែរគឺយើងឃើញថាកាលពីសម័យ Eocene ណាចានេះសម័យ Eocene កាលពីប្រហែលជា17លានឆ្នាំមុនគឺមានឧបទ្វីបឥណ្ឌាចាឧបទ្វីបឥណ្ឌាប៉ះជាមួយនឹងឧបទ្វីបអឺរ៉ាស៊ីបង្កើតបានទៅជាជួរភ្នំហិមាល័យចាបានជាជួរភ្នំហិមាល័យហើយនៅពេលនោះអូស្ត្រាលីដែលនៅជាប់នឹងទ្វីបអង់តាក់ទិកហ្នឹងក៏ចាប់ផ្ដើមធ្វើការរសាត់ផងដែរចាវាចាប់ផ្ដើមធ្វើការរសាត់ណាទៅទិសខាងជើងបន្ទាប់មកទៀតមានការលេចឡើងបឹងទន្លេសាបរបស់យើងក៏លេចឡើងនៅអំឡុងពេលប្រហែលជា65លានឆ្នាំមុននឹងដែរនៅពេលដែលចលនាពំនឹងផ្នត់និងបំណាក់ស្រុតណាចាហើយនៅសម័យមីអូសែនចានេះសម័យមីអូសែនកាលពីប្រហែលជា19លានឆ្នាំមុនគឺអង្គតាក់ទិកនឹងបានគ្របដណ្ដប់ដោយទឹកកកហើយទ្វីបនៅអត្តកោះខាងជើងក៏ត្រូវបានចុះត្រជាក់យ៉ាងឆាប់រហ័សហើយពិភពលោកនៅពេលនោះគឺមើលទៅហាក់ដូចជាកើតថ្មីប៉ុន្តែគួរឲ្យកត់សម្គាល់ថា Florida នៅសហរដ្ឋអាមេរិកផ្នែកខ្លះនៅអាស៊ីហើយនឹង Florida នឹងត្រូវបានលិចកប់បាត់នៅក្នុងសមុទ្រតែម្ដងចាហើយដល់សម័យនេះ Pleistocene ប្រហែលជា18000ឆ្នាំមុនចាផែនដីគឺជាផ្ទាំងទឹកកកចានិយាយទៅគេហៅថាយុគសម័យទឹកកកចានេះយុគសម័យទឹកកកនៅសម័យនេះហើយតំបន់ប៉ូលលាតសន្ធឹងដោយកម្រាលទឹកកកព្រឹត្តិការណ៍នេះបណ្ដាលឲ្យមានការប្រែប្រួលនៅកន្លងផែនដីរបស់យើងជុំវិញព្រះអាទិត្យដោយសារអីពេលនោះយើងធ្ងន់ខ្លាំងពេកដោយសារមានទឹកកកគ្របដណ្ដប់ច្រើនចាហើយបន្ទាប់មកទៀត Holocene ជាសម័យកាលមួយដែលចាប់ផ្ដើមមានមនុស្សលេចឡើងចាមនុស្សយើងលេចឡើងនៅក្នុងសម័យ Holocene នេះមកដល់បច្ចុប្បន្នហ្នឹងណាចាអូខេតោះឥឡូវយើងបន្តទៅទៀតអ្នកគ្រូសូមធ្វើការបញ្ចូលប៉ុណ្ណឹងឥឡូវអ្នកគ្រូសូមចូលដល់សំណួរពង្រឹងពុទ្ធិវិញម្ដងចាសំណួរទី1អ្នកគ្រូសួរថាតើ fossil ភាគច្រើនគេរកឃើញនៅក្នុងសិលាប្រភេទអ្វីចាកសិលាម៉ាក់ម៉ាខសិលាប្រែកំណើតកសិលាកំទេចកំណនិងខចម្លើយទាំង3ខាងលើចាចម្លើយត្រឹមត្រូវរបស់យើងនោះគឺចម្លើយចាគឺចម្លើយខសាលាកំទេចកំណអញ្ចឹងសាលាមេធំនៅលើភពផែនដីយើងមាន3ម៉ាក់ម៉ាប្រែកំណើតនិងកំទេចកំណកំទេចកំណមានតិចជាងគេមានតែ5%ក្នុងចំណោមសាលាទាំង3ប៉ុន្តែត្រូវបានយើងរកឃើញផូស៊ីលហ្នឹងគឺច្រើនជាងគេរហូតដល់ទៅ75%ហើយ25%ទៀតយើងរកឃើញនៅក្នុងម៉ាក់ម៉ានិងសាលាប្រែកំណើតសំណួរទី2ផូស៊ីលនៅក្នុងសាលាសម្បូរនៅក្នុងអំឡុងពេលណាចាក4600លានឆ្នាំមុនខ570លានឆ្នាំមុនក255លានឆ្នាំមុនខ65លានឆ្នាំមុនចាសូមបងប្អូនជ្រើសរើសចម្លើយបានត្រឹមត្រូវណាអ្នកគ្រូជឿថាបងប្អូនក៏ជាអាចដឹងបានខ្លះហើយដូច្នេះសូមបងប្អូនគិតចម្លើយក្នុងចិត្តបន្ទាប់មកសូមបងប្អូនព្រៀងទាត់ចម្លើយជាមួយអ្នកគ្រូទាំងអស់គ្នាណាចាចម្លើយត្រឹមត្រូវរបស់យើងនោះគឺការចម្លើយខអញ្ចឹង fossil កើតមាននិយាយទៅជីវិត600លានឆ្នាំមុនចាប់ដើមមានហើយប៉ុន្តែដែលសម្បូរដែលធ្វើឲ្យយើងអាចរកឃើញសាកសពពពួកសត្វទាំងអស់នោះឬក៏រុក្ខជាតិទាំងអស់នោះដែលជា fossil នឹងនៅអំឡុងពេល570លានឆ្នាំមុនចានៅក្នុងស័កទី1សំណួរទី3ស័កអាយុល្មួនគឺស័កទី2ចាចម្លើយនេះគឺត្រូវឬក៏ខុសចាចម្លើយនេះគឺជាចម្លើយចាត្រឹមត្រូវស័កអាយុល្មួនគឺស័កទី2ស័កមេសូសូអិចស័កអាយុល្មួននោះដោយសារតែនោះវាសម្បូរ dinosaur ចាស័កអាយុត្រីគឺស័កទី3ចាត្រូវឬក៏ខុសបងប្អូនគ្នាចាចម្លើយរបស់យើងគឺជាចម្លើយចាខុសមិនត្រូវទេស័កអាយុត្រីគឺជាស័កទី1ទេដោយសារនៅពេលនោះគឺជីវិតមានតែក្នុងទឹកអញ្ចឹងទៅវាសម្បូរត្រីច្រើននៅក្នុងហ្នឹងដែលយើងហៅថាស័កអាយុត្រីផ្នែកលើ fossil គេអាចចែកអាយុកាលផែនដីជា3ស័កធំចាផ្អែកលើ fossil ណាតើចម្លើយនេះគឺត្រូវឬក៏ខុសចាចម្លើយនេះគឺជាចម្លើយត្រឹមត្រូវចាស័កយើងមាន3 Paleozoic Mesozoic និង Cenozoic អូខេតោះបងប្អូនទាំងអស់គ្នាអ្នកគ្រូសូមធ្វើការសង្ខេបមេរៀននេះឡើងវិញបន្តិចសិនជូនដល់បងប្អូនទាំងអស់គ្នាមួយសារទៀតអញ្ចឹងភពផែនដីរបស់យើងមានអាយុកាល4600លានឆ្នាំហើយមកដល់ឥឡូវគឺភពផែនដីយើងតែងតែមានការវិវត្តការប្រែប្រួលឥតឈប់ឥតឈរចាមិនដូចពេលកើតដំបូង
មានតែបន្ទប់ភ្លើងមានតែការធ្លាក់អាចផ្កាយចាហើយផែនដីយើងក្តៅខ្លាអត់ទាន់មានជីវិតទេបន្ទាប់មកមានការវិវត្តប្រែប្រួលរហូតដល់មានជីវិតដូចសពថ្ងៃហ្នឹងចាវិវត្តប្រែប្រួលរហូតហើយជីវិតនៅលើភពផែនដីយើងកើតនឹងស្លាប់ទៅវិញហ្នឹងគឺ5ដងហើយចាហើយចំពោះផ្អែកទៅលើការសិក្សាអំពីផូស៊ីលដែលជាភស្តុតាងយើងយកមកសិក្សាឲ្យដើម្បីដឹងពីប្រវត្តិក៏ដូចជាអាយុកាលភពផែនដីរបស់យើងណាដូច្នេះយើងអាចបែងចែកធរណីកាលនៅលើភពផែនដីរបស់យើងជា3ស័ក្តិធំៗហើយមុននឹងចូលដល់3ស័ក្តិហ្នឹងគឺមានមុនស័ក្តិហ្នឹងគឺយើងហៅថាបុរេកំព្រាយាងចាអំឡុងពេល600លានឆ្នាំមុនណាអាហ្នឹងជីវិតនៅក្នុងទឹកហ្នឹងចាប់ផ្ដើមកើតមានហើយរុក្ខជាតិមួយចំនួនក៏ចាប់ផ្ដើមមានដែរបន្តមកទៀតចូលដល់ស័ក្តិទី1ដែលយើងហៅថាប៉ាឡេអូសូអ៊ិចណាប៉ាឡេអូសូអ៊ិចនេះអំឡុងពេល570ទៅ255លានឆ្នាំមុនចាហើយនៅក្នុងប៉ាឡេអូសូអ៊ិចនេះយើងបែងចែកជាកាលសម័យចំនួន6ពេលនោះចាប់ផ្ដើមសម្បូរត្រីនៅក្នុងទឹកហើយយើងហៅថាស័ក្តិអាយុកាលរបស់ត្រីប៉ុន្តែសត្វផ្សេងៗរុក្ខជាតិអីសត្វចង្កង់អីក៏ចាប់ផ្ដើមមានដែរចេញពីស័ក្តិទី2ចេញពីស័ក្តិទី1ចូលស័ក្តិទី2គឺមេសូសូអ៊ិចចាចាប់ពី255លានដល់65លានឆ្នាំមុនចឹងអានេះគឺជាស័ក្តិអាយុកាលរបស់ Dinosaur ចាដោយសារ Dinosaur វាជាសត្វតែមួយគត់ដែលអាចគ្រងរាជ្យនៅលើភពផែនដីយើងឬក៏រស់នៅលើភពផែនដីយើងបានយូរជាងគេ100លានឆ្នាំបានវិនាសសាបសូន្យនៅលើភពផែនដីអញ្ចឹងយើងអាចហៅស័ក្តិទី2ថាជាស័ក្តិអាយុកាលរបស់សត្វល្មូនចេញពីស័ក្តិទី2ចូលស័ក្តិទី3 Cenozoic ចាប់ពី65លានឆ្នាំមុនមកដល់បច្ចុប្បន្នចានេះជាសម័យកាលបច្ចុប្បន្នហើយនៅក្នុងនោះយើងបែងចែកជាកាលសម័យចំនួន2ណា Tertiary និង Quaternary ហើយនៅក្នុងសម័យកាលនីមួយៗនោះបែងចែកជាកាលសម័យបន្ថែមទៀតហើយដូចមនុស្សយើងកើតមាននៅក្នុងសម័យអីគេបងប្អូនគ្នាអ្នកគ្រូនិយាយមិញបងប្អូនចាំទេចាមនុស្សយើងទើបតែកើតមាននៅក្នុងសម័យ Holocene ចាហើយជីវិតមនុស្សយើងទៅមាននៅលើភពផែនដីប្រហែលជាជាង200,000ឆ្នាំមុនទេយើងគិតទៅជីវិតយើងគឺក្មេងខ្ចីមែនទែនចាយើងអាចនិយាយបានថាជីវិតមនុស្សគឺទើបកើតឡើងថ្មីនៅលើភពផែនដីរបស់យើងទេចាអូខេអញ្ចឹងចំពោះខ្លឹមសារមេរៀនអ្នកគ្រូក៏ត្រូវបានបញ្ចប់ត្រឹមប៉ុណ្ណឹងអ្នកគ្រូក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការយកចិត្តទុកដាក់ស្ដាប់អ្នកគ្រូពន្យល់តាំងពីដើមរហូតដល់ចប់ហើយអ្នកគ្រូសង្ឃឹមថាវីដេអូនេះគឺអាចជំនួយស្មារតីបងប្អូននៅក្នុងការស្វ័យសិក្សាបន្ថែមដោយខ្លួនឯងផងដែរជូនពរបងប្អូនមានសុខភាពល្អសំណាងល្អជោគជ័យនៅក្នុងការសិក្សាមួយទៀតចង់ឲ្យបងប្អូនទាំងអស់គ្នាឧស្សាហ៍អានសៀវភៅឲ្យបានច្រើនផងដែរសូមអរគុណសូមជម្រាបលា